ចូលមកដល់ម៉ង់កណេះពីប្រូមួម៉ង់កណេះពីប្រូមួគឺមានន័យថាម៉ង់កណេះអក្សរ MN កាន់ប្រឡងលេខ2ហើយប្រូមួកាន់ប្រឡងលេខ1ដូច្នេះរូបមន្តរបស់យើងគឺលទ្ធផលយើងអាចបង្កើតបានថាម៉ង់កណេះវានឹងបោះបង់លេខ2មកឲ្យប្រូមហើយប្រូមនឹងផ្ទេរប្រឡងលេខ1របស់វាទៅកាន់ម៉ង់កណេះដូច្នេះរូបមន្តចុងក្រោយគឺវាបង្ហាញទៅជាអក្សរ MN បាទទទួលយកប្រឡងលេខ1របស់ប្រូមហើយប្រូម BR វានឹងទទួលយកវឡងលេខ2របស់ម៉ង់កណេះបាទដូចមុនដែរដោយសារម៉ង់កណេះវាបានសន្ទុះលេខ1សន្ទុះលេខ1នេះមិនបង្ហាញទេដូច្នេះរូបមន្តចុងក្រោយរបស់ម៉ង់កណេះពីប្រូមួបន្ទាប់ពីយើងសម្រួលឬក៏រៀបចំវឡងហើយគឺតំណាងដល់អក្សរ MN និង BR ដែលមានសន្ទុះលេខ2បាទបន្តមកទៀតរូបមន្តទី4នៅក្នុងវីដេអូនេះគឺជាម៉ង់កណេះ3ប្រូមួមានន័យថាម៉ង់កណេះកាន់វឡងលេខ3ហើយប្រូមួនៅតែកាន់វឡងលេខ1នឹងដដែលបាទដូច្នេះម៉ង់កណេះវានឹងធ្វើការផ្ទេរវឡងលេខ3របស់វាទៅកាន់ប្រូមហើយប្រូមវានឹងទទួលយកវឡងសំដៅណាប្រូមនឹងផ្ទេរវឡងលេខ1មកកាន់ម៉ង់កណេះដូច្នេះរូបមន្តដែលយើងទទួលបានគឺអក្សរ MN បាទ MN តំណាងឲ្យម៉ង់កណេះទទួលយកវឡងលេខ1ពីប្រូមបានន័យថា MN មានចំនួនអាតូម1ហើយប្រូមទទួលយកវឡងលេខ3ពីម៉ង់កណេះបានន័យថាប្រូមបន្ទាប់ពីចងសម្ព័ន្ធហើយគឺវានឹងទទួលយកមានចំនួនអាតូម3បាទដែលជាវឡងរបស់ម៉ង់កណេះបោះមកឲ្យហ្នឹងដោយមុនដែរគឺម៉ង់កណេះវានឹងលុបវឡងលេខ1ចោលបាទដោយសារតែចំនួនអាតូមរបស់ម៉ង់កណេះស្មើ1នៅពេលដែលយើងដូរហើយយើងហៅវាថាចំនួនអាតូមណាអញ្ចឹងអាហ្នឹងយើងអត់សរសេរទេអញ្ចឹងរូបមន្តចុងក្រោយរបស់វាគឺជាអក្សរ MN បាទហើយនឹង BR សន្ទុះលេខ3មានន័យថានៅក្នុងម៉ង់កណេះ3ប្រូមួមានម៉ង់កណេះចំនួន1អាតូមហើយនឹងប្រូមចំនួន3អាតូមបាទ